ការបង្ហាញមូលហេតុនៃព្រឹត្តិការណ៍អ្វីៗដែលកើតមានឡើងមានទំនាក់ទំនងគ្នាជានិច្ចព្រឹត្តិការណ៍មួយកើតមានឡើងតែងតែនាំឲ្យព្រឹត្តិការណ៍ផ្សេងទៀតកើតឡើងដែរចូលអានឧទាហរណ៍ខាងក្រោមតើក្រុមពាក្យមានគំនូសពីរក្រោមនិងក្រុមពាក្យដែលសរសេរជាអក្សរត្រេតមានទំនាក់ទំនងគ្នាដូចម្តេចមួយព្រឹកនេះលក្ខណៈសប្បាយចិត្តណាស់ព្រោះនាងបានទទួលសំបុត្រមួយច្បាប់ពីម្ដាយមីងដែលនៅបរទេស 2. បងប្រុសរបស់សុខាបានបាត់ទូរស័ព្ទដៃទើបគាត់ទៅទិញទូរស័ព្ទថ្មីមួយទៀតក្នុងឧទាហរណ៍ទី1ពីព្រោះនាងបានទទួលសំបុត្រមួយច្បាប់ពីម្ដាយមីងដែលនៅបរទេសជាហេតុឬមូលហេតុលក្ខណៈសប្បាយចិត្តណាស់ជាផលឬព្រឹត្តិការណ៍ក្នុងឧទាហរណ៍ទី2បងប្រុសរបស់សុខាបានបាត់ទូរស័ព្ទដៃជាមូលហេតុទើបគាត់ទិញទូរស័ព្ទថ្មីមួយទៀតជាផលឬព្រឹត្តិការណ៍ឬផលគឺជាលទ្ធផលដែលកើតមានឡើងអាស្រ័យដោយហេតុឬមូលហេតុគឺរឿងអ្វីមួយដែលកើតឡើងគេប្រើពាក្យពីព្រោះដោយសារមកពីដើម្បីសម្គាល់មូលហេតុនិងពាក្យទើបហេតុនេះដូច្នេះដើម្បីសម្គាល់ផលឬព្រឹត្តិការណ៍